សន្សំធម្មពលដែលការនៅជាមួយខ្លួនដើម្បីខ្លួនឯងគឺជារឿងសំខាន់ណាស់ព្រោះវាបានជួយឲ្យយើងមានធម្មពលគ្រប់គ្រាន់សម្រាប់ការធ្វើការងារឬសម្រាប់បាននៅគោលដៅរបស់ជីវិតរបស់យើងហើយវាក៏តាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់យើងផងដែរព្រោះវាមានសារៈសំខាន់ណាស់ក្នុងការដែលយើងត្រូវរស់នៅក្នុងជីវិតបែបណាទី1សាមញ្ញតែមានអំណាចជីវិតមិនចាំបាច់ស្មុគស្មាញពេកទេអ្វីដែលសំខាន់គឺការសន្សំធម្មពលរបស់ខ្លួនឯងសន្សំការគិតសន្សំអារម្មណ៍និងសន្សំពេលវេលាដើម្បីផ្ដោតលើគោលដៅដែលយើងបានជ្រើសរើសកុំខ្ជិលខ្ជាយធម្មពលទៅលើរឿងអ្នកដទៃដឹងច្រើនមិនមានន័យថាយើងនឹងរស់បានល្អជាងមុនទេវាក៏មិនបានជួយឲ្យជីវិតយើងប្រសើរឡើងផងដែរគឺមានតែនោមជាបញ្ហាមកទេការដឹងឮរឿងច្រើនធ្វើឲ្យយើងមានអារម្មណ៍មិនល្អហើយការដឹងឬច្រើនពេលខ្លះវាប៉ះពាល់ដល់អារម្មណ៍របស់យើងហើយធ្វើឲ្យបាត់នៅអ្វីដែលជាគោលដៅទៀតផងហេតុនេះហើយបើអាចបោះចោលឲ្យបានគួរតែឈប់ចង់ដឹងចង់ឮច្រើនទៀតទៅដឹងតែរឿងណាគួរដឹងបានហើយអ្វីសំខាន់ក៏មិនធ្វើឲ្យគោលដៅយើងខាត់ជាតិឡើងដែរមនុស្សដែលរឹងមាំមិនមែនជាមនុស្សដែលដឹងរឿងគ្រប់យ៉ាងប៉ុន្តែជាមនុស្សដែលចេះស្ងៀមស្ងាត់និងរក្សាបាននូវស្ថានភាពគ្រប់ពេលទើបជាការល្អព្រោះរឿងខ្លះវាមិនពិតហើយបើដឹងមកព្រោះថ្ងៃបើដឹងហើយគ្មានបានអ្វីមកផងនឹងបដូរមកយកពេលវេលាមកតាមដានជីវិតរបស់ខ្លួនឯងវិញហើយធ្វើការងាររបស់យើងឲ្យបានល្អនិងដាក់គោលដៅជីវិតឲ្យបានកាន់តែជាប់លាប់ទោះយើងដើរយឺតក៏ត្រូវតែដើរមិនមែនមានន័យថាដើរយឺតយើងត្រូវតែឈប់ដើរទេបើយើងដាក់គោលដៅហើយគ្រាន់តែដើរយឺតយើងឈប់ដើរមិនស្មើនឹងយើងបោះបង់វាចោលចឹងហើយស្មើនឹងបរាជ័យទាំងស្រុងហើយចុះបើយើងដើរទៅមុខទោះដួលក៏ដោយដួលហើយងើបខ្ញុំជឿថាយើងនឹងរៀនបាននៅមេរៀនជាច្រើនហើយធ្វើបែបណាទើបដើរសារក្រោយវាមិនដួលទៀតនឹងធ្វើឲ្យយើងរកវិធីដើរឲ្យបានលឿនជាងមុនហើយមួយវិញទៀតការផ្ដោតលើខ្លួនឯងមិនមែនមានន័យថាមិនខ្វល់អ្នកដទៃប៉ុន្តែមានន័យថាយើងដឹងថាអ្វីសំខាន់សម្រាប់ជីវិតរបស់យើងនៅពេលយើងផ្ដោតលើខ្លួនឯងយើងសន្សំពេលវេលាសន្សំធម៌ពលហើយសន្សំអារម្មណ៍នៅសុកទៅគិតពីអ្វីផ្ដិតផ្ដាក់ធ្វើឲ្យខាតបង់ពេលវេលានៅក្នុងនោះផងដែរការកុំប្រៀបធៀបជីវិតខ្លួនឯងជាមួយជីវិតអ្នកដទៃព្រោះផ្លូវរបស់គេមិនមែនជាផ្លូវរបស់យើងហើយជីវិតរបស់គេក៏មិនមែនជាជីវិតរបស់យើងដែរហេតុអ្វីយើងត្រូវទៅប្រៀបធៀបទាំងជីវិតពីរផ្សេងគ្នានិងវាសនាផ្សេងគ្នាមនុស្សដែលទៅដល់គោលដៅមិនមែនជាមនុស្សដែលនិយាយច្រើនតែជាមនុស្សដែលធ្វើច្រើនហើយធ្វើដែលស្ងៀមស្ងាត់ផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបានគំនិតរបស់អ្នកការប្រព្រឹត្តរបស់អ្នកនិងការសម្រេចចិត្តរបស់អ្នកវាជាកត្តាសំខាន់ណាស់ព្រោះវាធ្វើឲ្យយើងមានថាមពលពេញលេញនិងនៅជាមួយខ្លួនឯងទាំងអស់នេះអ្នកខ្លះយល់ថាវាជារឿងតូចតាចតែត្រូវចាំថាបើអ្នកមិនធ្វើវាចេញពីរឿងតូចតាចទេចុះរឿងធំឯណានឹងមករកអ្នកបើអ្នកខ្លួនឯងមិនផ្លាស់ប្ដូរខ្លួនឯងផងចង់ឲ្យអ្នកណាគេមកផ្លាស់ប្ដូរខ្លួនអ្នកដោយពាក្យចាស់បុរាណតែងពោលខ្លួនទីពឹងខ្លួនត្រូវហើយមានតែខ្លួនយើងទេដែលអាចជួយខ្លួនយើងបាននិងអាចផ្លាស់ប្ដូរខ្លួនយើងបានគ្មានព្រុសឬគ្រូឯណាមកផ្លាស់ប្ដូរយើងបានទេចាំណាមានតែខ្លួនយើងទេដែលព្រមនឹងផ្លាស់ប្ដូរដើម្បីខ្លួនឯងជីវិតនឹងចាប់ផ្ដើមផ្លាស់ប្ដូរមិនមែននៅថ្ងៃដែលអ្នកមានអ្វីគ្រប់យ៉ាងទេប៉ុន្តែនៅថ្ងៃដែលអ្នកសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯងជាមុនដោយអ្នកព្រមនឹងដើរទៅមុខទោះមានរឿងអ្វីកើតឡើងក៏ដោយអ្នកត្រូវតែដោះស្រាយនិងដើរទៅមុខបន្តដោយមិនស្ទាក់ស្ទើរនិងនៅពេលអ្នកឈប់រងចាំឈប់ប្រៀបធៀបនិងឈប់ខ្វល់ពីអ្វីដែលអ្នកគ្រប់គ្រងមិនបានជីវិតនឹងស្ងប់ហើយផ្លូវនឹងច្បាស់ថាយើងនឹងដើរទៅមុខដោយមិនអាចឈប់បានទេនឹងពេលអ្នកផ្ដោតលើអ្វីតូចៗដែលអ្នកអាចធ្វើបានរៀងរាល់ថ្ងៃដោយមិនបោះបង់មិនចាំបាច់ផ្លាស់ប្ដូរធំភ្លាមទេគ្រាន់តែការផ្លាស់ប្ដូរចេញពីទម្លាប់តូចតាចប្រចាំថ្ងៃមួយថ្ងៃបន្តិចនោះយើងនឹងរីកចម្រើនដោយមិនដឹងខ្លួនថ្ងៃណាមួយអ្នកនឹងមើលត្រឡប់ក្រោយនឹងដឹងថាការផ្លាស់ប្ដូរថ្ងៃនេះវាបានផ្លាស់ប្ដូរជីវិតអ្នកទាំងមូលដោយមិនចាំបាច់បកស្រាយអ្វីច្រើនឬក៏ព្យាយាមទៅបកស្រាយឲ្យអ្នកណាមកយល់នោះទេគ្រាន់តែយាមធ្វើឲ្យចេញជាផ្លាផ្កាទៅបានហើយឲ្យគេមើលគេនឹងយល់ដោយមិនបាច់បកស្រាយទេហើយអនុញ្ញាតឲ្យលទ្ធផលនិយាយជំនួសពាក្យទី2លើកទឹកចិត្តខ្លាំងខ្ញុំមិនចាំបាច់ល្អឥតខ្ចក់ខំភ្នែកមនុស្សគ្រប់គ្នាតែខ្ញុំនឹងខំប្រឹងប្រែងឲ្យល្អសម្រាប់ខ្លួនឯងខ្ញុំត្រូវតែមិនបោះបង់ព្រោះខ្ញុំមិនមានញាក់ផ្ដាល់ដូចគេទេថ្ងៃនេះខ្ញុំហត់តែមិនអីទេ
ខ្ញុំអាចធ្វើបានថ្ងៃខ្លះខ្ញុំសង្ស័យខ្លួនឯងថាអាចដើរតយទៀតបានទេតែមិនអីទេខ្ញុំជាមនុស្សពូកែសម្រាប់ខ្លួនឯងប៉ុន្តែខ្ញុំមិនឈប់ដើរខ្ញុំរៀនពីការបរាជ័យខ្ញុំរឹងមាំពីការឈឺចាប់ខ្ញុំធំឡើងពីបញ្ហាគ្មាននរណាមកជួយខ្ញុំជានិច្ចដូច្នេះខ្ញុំរៀនលើកទឹកចិត្តខ្លួនឯងបន្តទោះបីយឺតបន្តទោះបីខ្លាចបន្តទោះបីមិនទាន់ឃើញលទ្ធផលថ្ងៃនេះខ្ញុំមិនបោះបង់ថ្ងៃស្អែកខ្ញុំនឹងអរគុណខ្លួនឯងខ្ញុំអាចធ្វើបានព្រោះខ្ញុំជាមនុស្សពូកែសម្រាប់ខ្លួនឯងនិងរឹងមាំដើម្បីខ្លួនឯងដោយសារតែខ្ញុំមិនមានអ្វីឲ្យពឹងកាក់ទេ